ำหรับขยมเนี่ยดัดนอมนโยบายมันดูขยมเมื่อเคยเพลานี่เราลิงหายปอนตายเพลานี่เราแหลกมาเลยเคยเพลาเราลิงบาดมันซัวจำเราแหลกรันเดาแม่นะมอนខ្ញុំធ្លាប់អានសៀវភៅលោកទុសអ្នកមេដឹកនាំចិនគាត់ឈ្មោះណែលីខ្វាន់យូលីខ្វាន់យូចឹងខ្ញុំលីខ្វាន់យូបាទលីខ្វាន់យូហ្នឹងគាត់និយាយថាដើម្បីអភិវឌ្ឍប្រទេសមួយរីកចម្រើនគឺត្រូវអភិវឌ្ឍខួរក្បាលមនុស្សជាមុនសិនខ្ញុំគិតថាគាត់និយាយត្រូវប៉ុន្តែគាត់និយាយខុសខ្ញុំសូមជម្រាបសួរអាយដាមម៉ៅមូនីវ៉ាន់បាទជំរាបសួរបាទអាយដាមម៉ៅមូនីវ៉ាន់ជាអនុប្រធានគណៈកម្មការសាធារណការដឹកជញ្ជូនទូរគមនាគមន៍ប្រៃសណីឧស្សាហកម្មរ៉ែធម្មពលពាណិជ្ជកម្មរៀបចំដែនដីនគររូបនីយកម្មនិងសំណង់ខ្ញុំសូមថ្លែងអំណរគុណចំពោះអាយដាមដែលយល់ព្រមធ្វើជាភ្ញៀវរបស់វិទ្យុបារាំងអន្តរជាតិ RFE នៅរាត្រីថ្ងៃសុក្រនេះជាការចាប់ផ្ដើមខ្ញុំសូមសួរអាយដាមថាតើអាយដាមបានសង្កេតឃើញគ្រោះមហន្តរាយដែលបានកើតឡើងនៅក្នុងខេត្តនៃប្រទេសកម្ពុជាមួយចំនួនដែលបណ្ដាលឡើងពីគ្រោះធម្មជាតិខ្យល់កន្ត្រាក់នោះឬទេអាយដាមបាទខ្ញុំបានទទួលព័ត៌មានហើយខ្ញុំបានឃើញទស្សនវិជ្ជានឹងហើយបាទអាយដាមកត់សម្គាល់ឃើញអ្វីជាពិសេសចំពោះអាយដាមនៅក្នុងការខូចខាតនៅខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យតើតើទៅនឹងបញ្ហានេះខ្ញុំមានការរំភើបនៅក្នុងចិត្តដោយថាឃើញប្រជាជនចក្រយើងជួបប្រទះនឹងបញ្ហានេះមិនហេតុអ្វីបានជាអាយដាមរំភើបនៅពេលដែលប្រទេសកម្ពុជាទទួលរងគ្រោះដោយគ្រោះធម្មជាតិនេះបាទខ្ញុំរំភើបនេះរំភើបរបៀបថាយើងមានការសោកស្ដាយយ៉ាងខ្លាំងដោយសារថាប្រគល់ភ្លើងរបស់យើងត្រូវបានខ្យល់នឹងឯងវាបក់បោកមកធ្វើឲ្យមានគ្រោះមហន្តរាយតែធ្វើឲ្យប៉ះពាល់ទៅដល់សេដ្ឋកិច្ចជាតិរបស់យើងជាពិសេសគឺនៅខេត្តសៀមរាបយើងដឹងទាំងអស់គ្នាថាខេត្តនេះជាខេត្តដែលភ្ញៀវទេសចរទៅទស្សនាហើយរយៈពេលកន្លងមកនេះយើងបានបុណ្យមហាសង្ក្រាន្តនៅសៀមរាបហើយមានទេសចរទៅទស្សនាច្រើនហើយបើវាមានបញ្ហានេះវាប៉ះពាល់ទៅដល់សេដ្ឋកិច្ចរបស់យើងជាពិសេសដល់ភ្ញៀវទេសចរយើងតែគេមកលេងនៅខេត្តយើងហើយទៅយើងគត់គង់ភ្លើងមិនបានឲ្យគេល្អសមរម្យបាទខ្ញុំស្មានតែអាយដាមរំភើបដោយសារឃើញមន្ត្រីនៅអគ្គិសនីកម្ពុជាខំប្រឹងប្រែងជួសជុលស្ដារប្រព័ន្ធបណ្ដាញចរន្តភ្លើងដែលខូចខាតដោយសារតែការដួលរលំបាក់នៃបង្គោលភ្លើងនៅខេត្តសៀមរាបនិងខេត្តបន្ទាយមានជ័យ